លោកជំទាវ ផែន ថន ផាន់ស៊ីនវត្ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបញ្ចប់ដំណើរការទស្សនកិច្ចនិងចាកចេញពីកម្ពុជានារសៀលថ្ងៃទី24ខែមេសាឆ្នាំ2025លោកជំទាវ ផែន ថន ផាន់ស៊ីនវត្ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងស្វាមីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីបញ្ចប់ដំណើរការទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាហើយដំណើរទស្សនកិច្ចផ្លូវការនេះត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យដែលពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសថៃ។